ជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនិយាយរៀបរាប់អំពីភាពលំបាកនៃការរកលុយបន្តិចខ្ញុំទីបញ្ចប់ការបញ្ចប់សាកលវិទ្យាល័យរៀនចប់សាកលវិទ្យាល័យនៅប្រទេសជប៉ុនហើយខ្ញុំទីបានចូលធ្វើការថ្មីដែរទេខ្ញុំធ្វើការបាន1ឆ្នាំ3ខែហើយក្នុង1ឆ្នាំ3ខែហ្នឹងយើងខ្លាយទៅជាបើភាសាជប៉ុនគេហៅថាសកៃជីនបើយើងនិយាយបកប្រែស្ដាប់សកៃហ្នឹងគឺសង្គមជីនហ្នឹងគឺមនុស្សដែលរស់នៅក្នុងសង្គមដែលយើងធ្វើការនៅក្នុងសង្គមមួយនៅពេលដែលយើងធ្វើការទៅលុយដែលបានមកយើងត្រូវបង់ពន្ធឲ្យរដ្ឋចឹងណាចឹងភាសាជប៉ុនគេហៅថាសកៃជីនយើងបើជាសិស្សសកៃជីនជាសកៃជីនតែពីមុនខ្ញុំមកប្រទេសជប៉ុន5ឆ្នាំខ្ញុំរៀនឆ្នាំដំបូងគឺខ្ញុំរៀនភាសាជប៉ុន1ឆ្នាំហើយ4ឆ្នាំទៀតគឺខ្ញុំរៀននៅសាកលវិទ្យាល័យហើយដោយសារខ្ញុំបានយើងមានឱកាសល្អបានអាហារូបករណ៍ចឹងទៅយើងទៅរៀននៅសាកលវិទ្យាល័យគឺអត់អស់លុយ100ទេគឺគេជួយចេញលុយឲ្យយើងទាំងអស់តែម្ដងហើយចំក្នុងរយៈពេល5ឆ្នាំដែលខ្ញុំរស់នៅទីក្រុងរស់នៅប្រទេសជប៉ុនហ្នឹងគឺខ្ញុំនៅ free ទេដោយសារគេជួយយើងពីសារកាលយើងនៅខ្មែរយើងគឺជាអ្នកក្រីក្រមួយចឹងទៅយើងព្យាយាមផងចឹងទៅគេជួយប្រទេសជប៉ុនគេមានប្រភេទដូចខ្មែរយើងមិនថាមណ្ឌលឬអង្គការនៅប្រទេសជប៉ុនក៏មានប្រភេទអញ្ចឹងដែរចឹងទៅគេជួយចេញយើងឲ្យយើងរៀនចប់នៅសាកលវិទ្យាល័យតែខ្ញុំបានរៀន5ឆ្នាំហើយឥឡូវខ្ញុំចូលធ្វើការនៅក្នុងទីក្រុងតូក្យូបាន1ឆ្នាំ3ខែនៅពេលដែលយើងជាសិស្សគេចេញលុយយើងដឹងថាលុយវាបើយើងនិយាយលើគេនិយាយជុំវិញលុយគឺពិបាករកហើយនៅពេលយើងជាសិស្សគេជួយចេញលុយឲ្យយើងគ្រាន់តែទៅរៀនតែប៉ុណ្្នឹងឯងពេលចឹងទៅវាស្រួលវាសុបាយប៉ុន្តែនៅពេលដែលក្នុងរយៈពេល1ឆ្នាំហ្នឹងគឺពិបាកខ្លាំងនៅពេលដែលយើងខ្លាយទៅជាអ្នករស់នៅក្នុងសង្គមមួយយើងទៅធ្វើការខ្ញុំរស់នៅទីក្រុងតូក្យូខ្ញុំទៅធ្វើការលុយខ្ញុំត្រូវចាយញ៉ាំអាហារបង់ទឹកបង់ភ្លើងបង់ថ្លៃផ្ទះគឺអ្វីគឺយើងត្រូវចេញទាំងអស់ចេញដោយខ្លួនឯងហើយដោយសារខ្ញុំបានខ្ចីលុយជាជប៉ុនដែលគាត់ជាអ្នកមានបុណ្យរបស់ខ្ញុំអញ្ចឹងពេលហ្នឹងខ្ញុំខ្ចីលុយគាត់ដើម្បីបានទៅរៀននៅប្រទេសអង់គ្លេសពេលហ្នឹងខ្ញុំទៅរៀនខ្ញុំរៀននៅសាកលវិទ្យាល័យហ្នឹងគេមានប្រភេទកម្មវិធីទៅរៀននៅប្រទេសខាងក្រៅអញ្ចឹងណាពេលហ្នឹងខ្ញុំសុំខ្ចីលុយគាត់ដើម្បីបានទៅរៀននៅប្រទេសអង់គ្លេសអញ្ចឹងទៅខ្ញុំបានទៅរៀនប្រទេសអង់គ្លេសរយៈពេល1ខែដែររៀនភាសាអង់គ្លេសអញ្ចឹងណាពេលទៅខ្ញុំនៅពេលដែលខ្ញុំខ្ចីគាត់ពេលខ្ញុំឥឡូវខ្ញុំខ្លាចទៅជាអ្នកធ្វើការអញ្ចឹងទៅប្រាក់ខែដែលខ្ញុំបើកមកទៅប្រទេសជប៉ុនរៀងពិបាកតិចដោយសារគេបើកមកគេកាត់ពន្ធណាពន្ធគេកាត់ប្រាក់ខែយើងវាមិនទាបពេកទេប៉ុន្តែក៏វាមិនខ្ពស់ពេកដែរប៉ុន្តែបើកមកគេកាត់ពន្ធនេះពន្ធនោះទៅវារឿងសល់តិចចឹងទៅយើងរស់នៅប្រចាំថ្ងៃទៀតវាស្រកអស់ហើយប៉ះយើងជាពាក់ចិញ្ចជប៉ុននឹងទៀតយើងត្រូវសងរាល់ខែអញ្ចឹងទៅលុយអត់ដែរវាសំអត់កើតវាពិបាកតិចហើយបើសិនជាយើងដើរលេងយើងចង់ដើរលេងយើងចង់តែងខ្លួនទិញរបស់ថ្លៃវាពិបាកសម្រាប់យើងតិចអាហ្នឹងហៅថាភាពលំបាកនៃការរកលុយមែនទោះតែយើងផ្ទាល់ខ្លួនយើងមិនយើងទៅដឹងបើយើងនៅកូនក្មេងម្ដាយយើងជួយចេញលុយយើងឬមួយក៏អាហារូបករណ៍យើងអស់គុណយើងដឹងគុណគាត់ប៉ុន្តែយើងអត់មានបទពិសោធន៍រកលុយដោយពិតយើងអត់ដឹងពិតទេទោះតែយើងចូលធ្វើការពិតលុយមកអូយត្រង់បានតិចហ្នឹងវេទនាណាស់ហើយដូចការងារខ្ញុំអញ្ចឹងណានៅជប៉ុនវារៀងពិបាកចង់បានប្រាក់ខែដូចខ្ញុំធ្វើការជា programmer នៅប្រទេសខ្មែរយើងបើការងារ programmer ដូចប្រាក់ខែខ្ពស់តែនៅជប៉ុនវិញមិនខ្ពស់ទេលុះត្រាតែយើងមានជំនាញខ្លាំងហេតុបទពិសោធន៍ច្រើនបើយើងទីចូលថ្មីយើងលុយយើងទៀបតែអត់មានខ្ពស់ទេបើចឹងដើម្បីបានលុយចិត្តធំលុយច្រើនដូចខ្ញុំចឹងខ្ញុំព្យាយាមប្រឡងសញ្ញាបត្រដែលតាក់ទងនឹង program បានច្រើននៅពេលដែលខ្ញុំប្រឡងសញ្ញាបត្រម្ដងបានជាប់ម្ដងប្រធានក្រុមហ៊ុនគេជួយចេញលុយឲ្យយើងជាការឧបត្ថម្ភឲ្យលុយយើង free ជាការអបអរសាទរយើងដែលយើងព្យាយាមប្រឡងសញ្ញាបត្រជាប់ចឹងអានឹងដើម្បីបានលុយប្រាក់ខែខ្ពស់តែតើយើងប្រឡងចប់ទៅគេឲ្យប្រាក់លើកទឹកចិត្តយើងតែប៉ុណ្្នឹងទេហើយយើងចង់បានប្រាក់ខែខ្ពស់ទៀតយើងត្រូវធ្វើការនៅក្នុងក្រុមហ៊ុនរហូតក្នុងមួយឆ្នាំយើងធ្វើការរយៈយូរក្រុមហ៊ុនគេបន្ថែមលុយឲ្យយើងម្ដងតិចចឹងណាប៉ុន្តែខ្ញុំធ្វើការបានមួយឆ្នាំហើយពេលឆ្នាំទី2វិញគេប្រឡងប្រាក់ខែខ្ញុំបន្តិចដែរតែតិចខ្លាំងមែនទែនអ្នកទាំងអស់គ្នាអាហ្នឹងប្រាក់ខែមិនដឹងធ្វើមិនបានខ្ពស់ទេលុះត្រាតែយើងដូចការងារ programmer ហ្នឹងចំណុចទី1បំផុតមានតែខ្ញុំប្រឡងយកសញ្ញាបត្រឲ្យបានច្រើនប្រឡងសញ្ញាបត្រឲ្យបានច្រើន
ព្យាយាមឲ្យគេមើលឃើញថាយើងពិតជាអស្ចារ្យយើងជាមនុស្សព្យាយាមខ្លាំងហើយយើងមានសមត្ថភាពអញ្ចឹងទៅសំខាន់គឺយើងធ្វើការនៅកន្លែងហ្នឹងឲ្យបានយូរតិចហើយយើងពេលយើងត្រឡប់មកផ្ទះវិញនៅពេលដែលយើងទំនេរអញ្ចឹងយើងឆ្លៀតរៀនឲ្យបានច្រើនព្រោះក៏យើងការងារខ្ញុំដូចប្រភេទវាលក្ខណៈការងារប្រកួតប្រជែងដែរតែយើងនៅរឹមហ្នឹងប្រាក់ខែយើងវានៅទាបរហូតតែក្តីសម័យខ្ញុំចង់បានប្រាក់ខែខ្ពស់ដែរយើងចង់ខ្លាយទៅជាអ្នកមានដែរព្រោះយើងនៅខ្មែរយើងជាអ្នកក្រីក្រកូនក្រីក្រនោះនៅក្នុងមណ្ឌលទេប៉ុន្តែក្តីសម័យយើងចង់ខ្លាយទៅជាអ្នកមានអញ្ចឹងទៅដើម្បីបានទៅឈ្មោះទៅអ្នកមានតែយើងមានតែការរៀនសូត្រដែរសម្រាប់ខ្ញុំឥឡូវខ្ញុំអត់ទាន់ដល់កម្រិតហ្នឹងទេប៉ុន្តែក្តីចំពោះខ្ញុំដើម្បីខ្ញុំខ្លាយទៅជាអ្នកមានតែខ្ញុំព្យាយាមរៀនសូត្រឲ្យបានច្រើនហើយនឹងបូកបទពិសោធន៍ទទួលបទពិសោធន៍បានច្រើនមានកម្មវិធីអ្វីមួយមានការជួបជុំអីខ្ញុំព្យាយាមចង់ទៅបានច្រើនដែរព្រោះឯសារចង់យកបទពិសោធន៍នៅខាងក្រៅផងហើយនឹងយើងរៀននៅផ្ទះយកចំណេះវិជ្ជាផងអាហ្នឹងឯងដើម្បីបានប្រាក់ខែមានលុយទៅអនាគត